នេះគឺជាត្រីទឹកសាបមួយប្រភេទដែលមានប្រវែងខ្លួនពី20ទៅ30សង់ទីម៉ែត្រវាមានរាងកាយដ៏រឹងមាំដែលភ្ជាប់មុខជាមួយនឹងស្រកាប្រៀបបីដូចជាដែកថែបដើម្បីការពារខ្លួនវាពីសត្រូវនិងអាចសម្របខ្លួនរស់នៅក្នុងបរិស្ថានសូម្បីតែជាទឹកកខ្វក់ត្រីនេះពូកែសម្របខ្លួនណាស់សូម្បីតែតំបន់មួយចំនួនដែលដាច់ទឹកវាអាចស៊ូនឹងកម្ដៅថ្ងៃបានរហូតដល់1ខែទាំងរូបរាងដ៏ចម្លែកនិងលក្ខណៈពិសេសរបស់ត្រីនេះប្រៀបបីដូចវាកើតមកស្ពាយខែលដើម្បីការពារខ្លួនវាអញ្ចឹងវាបានរស់នៅស្ទើរតែគ្រប់តំបន់ទាំងអស់នៅលើផែនដីយើងនេះត្រីនេះគឺវាមានឈ្មោះថាត្រី Janitor ដែលយើងស្គាល់ថាជាត្រីតុកែដើមឡើយវាមានវត្តមាននៅខាងទ្វីបអឺរ៉ុបដែលគេចិញ្ចឹមវាក្នុងឋានៈជាត្រីលម្អដោយសាររូបរាងចម្លែករបស់វានិងម្យ៉ាងវិញទៀតវាគឺជាត្រីមួយដែលពូកែសម្អាតទូកញ្ចក់ដោយសារវាមានសមត្ថភាពពូកែស៊ីអ្វីៗដោយមិនរើសសូម្បីតែអាចត្រីនិងស្លែនៅក្នុងទូកញ្ចក់ហើយគេបានឲ្យឈ្មោះវាថាជាត្រីពូកែសម្អាតប៉ុន្តែមួយរយៈក្រោយមកគេបានប្រទះឃើញវត្តមានពួកវារស់នៅក្នុងមជ្ឈដ្ឋានត្រីដទៃផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីក៏ព្រោះតែវាមិនមែនត្រឹមតែស៊ីកំតិចកំទីផ្កាថ្មប៉ុណ្ណោះទេវាថែមទាំងស៊ីពងត្រីហើយនិងកូនត្រីដែលមានមាឌតូចជាងវាហើយវាបានស៊ីបំផ្លាញចំណីត្រីដទៃនិងបង្កាត់ពូជយ៉ាងលឿនធ្វើឲ្យត្រីដទៃមានការថយចុះហើយកំណើនពួកវាកាន់តែកើនឡើង Esto va a ser 100% aprovechar agricultura, mi gente. Aquí están los 1160. La lluvia de pleco, mira. Mira para allá, miren esto. Monumental. Ahí está. Ay, Dios mío. ហើយនៅអឺរ៉ុបគេមិនទទួលទានត្រីប្រភេទនេះឡើយដោយសារគិតថារសជាតិវាមិនឆ្ងាញ់និងពិបាកក្នុងការទទួលទានបើសិនជាគេចាប់វាបានគេនឹងយកវាបោះចោលឬក៏កិនធ្វើជីដែលឡែកបណ្ណអាស៊ីយើងតំបន់ខ្លះគេទទួលទានប៉ុន្តែក៏ពិបាកដូចគ្នាដោយសារតែឆ្អឹងវាច្រើនហើយសាច់វាមានតិចសរុបទៅត្រីនេះពិតជាអត់ប្រយោជន៍មែនទែនបើសិនវាទៅជាប់មងអួនសំណាញ់របស់ប្រជានេសាទវាផ្ដល់ការរំខានយ៉ាងខ្លាំងព្រោះវាមានធ្មង់ច្រើនជាប់ជាពាក់ពិបាកដោះធ្វើឲ្យលហែកមងអួនសំណាញ់ឬក៏ត្រូវទៅទិញថ្មីតែម្ដងហើយសាកសម័យថាក្នុងស្រះកសិដ្ឋានចិញ្ចឹមត្រីរបស់អ្នកមានត្រីតុកែ Janitor ឬក៏ត្រីក្រៅភពត្រីអេលៀននេះទៅរស់នៅជាមួយវាច្បាស់ជាស៊ីពងស៊ីកូនត្រីរបស់អ្នកអស់ប៉ុណ្ណាតើអ្នកនឹងទទួលបានទិន្នផលដែរឬទេតើអ្នកយល់ឃើញបែបណាចំពោះត្រីមួយប្រភេទនេះសូមកុំភ្លេចជួយសម្ដែងមតិម្នាក់មួយនៅខមមិនខាងក្រោមអរគុណដែលបានទស្សនាវីដេអូរហូតដល់ចប់សូមកុំភ្លេចចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផង